ไอ้โจรสยามกูขอประณามมึงในฐานะกูเป็นประชากรของกัมพูชากูขอประณามมึงในท่าทีที่มึงจะประกาศสงครามกับกัมพูชาและประกาศสงครามโจมตีพลเรือนทุกที่ทุกแห่งทุกจังหวัดของกัมพูชาที่ติดกับชายแดนของมึงทำอย่างนี้ถูกต้องแล้วใช่ไหมมึงประกาศทุกอย่างการออกข่าวของมึงยิ่งแสดงบทบาทและท่าทีของมึงที่ร้ายกาจที่ทำลายสันติภาพในประเทศของมึงเพราะฉะนั้นกูขอประนามมึงและประนามผู้นำของมึงทหารของมึงและการโจมตีของมึงทุกรูปแบบกูขอประนามมึงและสาปแช่งมึงให้มึงพินาศให้มึงไม่มีความสุขและให้ประเทศของมึงไม่มีสันติภาพที่แท้จริงกูอยากเห็นภาพที่มึงโจมตีไม่ใช่แค่กัมพูชาเดี๋ยวกรรมจะตอบสนองมึงประเทศภาคเหนือเมียนมาและภาคใต้กำลังประกาศอะไรอยู่เดี๋ยวมึงก็รู้ว่าประเทศของมึงนี้ไม่มีเพื่อนที่แท้จริงมึงจะแสวงหาสันติภาพไม่เจอกูขอประนามมึงในฐานะกูเป็นประชากรของประเทศกัมพูชาเพราะว่ามึงได้หาเหตุผลที่ไม่ถูกต้องแล้วกัมพูชาไม่ได้ทำอะไรมึงแต่มึงพยายามที่จะประกาศสงครามทำทุกรูปแบบและโจมตีกัมพูชาครั้งแล้วครั้งเล่าแล้วมึงรู้ซะบ้างว่ามึงออกข่าวเมื่อไหร่นานาชาติเขารู้ว่ามึงยิงกระทำความผิดต่อประเทศเพื่อนบ้านประเทศกัมอย่างเช่นประเทศกัมพูชาเพราะฉะนั้นกูจะแช่งประเทศมึงหาความสุขไม่เจอแล้วหาสันติภาพไม่เจอแล้วประเทศมึงจะพินาศมึงคอยดูก็แล้วกันបាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជនរួមជាតិជាទីស្នេហាសូមពុកម៉ែបងប្អូនផ្ដល់កម្លាំងចិត្តដល់ទាហានជួរមុខរបស់កម្ពុជាយើងពីព្រោះថាអាចោសៀមនេះវាល្មមសង្គ្រាមណាស់ចោសៀមវាយកលេសវាបហាមលើកម្ពុជាយើងតាំងពីម្សិលមិញរហូតមកដល់ព្រឹកថ្ងៃនេះគ្រប់ខេត្តដែលជាប់តាមទ័ពព្រំដែនគោករបស់វាវាបហាទាំងអស់មិនថាពោធិ៍សាត់បាត់ដំបងប្រទីមានជ័យដល់មានជ័យនៅព្រះវិហារទេអាចោសៀមវាឈួតហើយវាឈួតចាប់ដើមឈួតអេរយាប័តរបស់វាទង្វើរបស់វាគ្មានត្រូវការសន្តិភាពអីជាមួយកម្ពុជាទេវាបែរជាវាបហានឹងបាញ់រហាមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាគ្រប់ទីប្រជុំជនរបស់កម្ពុជាគ្រប់ភូមិឋានផ្ទះសម្បែងរបស់ជាពលរដ្ឋកម្ពុជាត្រូវបានវាវាយប្រហារអាវុធគ្រប់រូបភាពដោយពុកម៉ែបងប្អូនបានជ្រាបនៅសេចក្តីថ្លែងការណ៍និងព័ត៌មានទាន់ហេតុការណ៍របស់ក្រសួងការពារជាតិកម្ពុជាហើយថ្ងៃនេះខ្ញុំចេញមកនិយាយ deal វាគឺក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូបខ្ញុំសូមថ្កោលទោសប្រទេសសៀមឬក៏អាចោសៀមដែលវាព្យាយាមក្នុងការដែលយកកម្ពុជាធ្វើជាចំណាត់ខ្មាំងដើម្បីបន្តតំណែងជានាយករដ្ឋមន្ត្រីទី32របស់វាជាបន្តទៅទៀតប៉ុន្តែវាអត់គិតថាប្រជាពលរដ្ឋកម្ពុជារាប់សិបគ្រួសារដែលរងគ្រោះហើយសួរថាកម្ពុជាបានធ្វើអីវាដែលវាវាយប្រហារលើកម្ពុជាឆ្លងមកក្នុងអធិបតេយ្យភាពរបស់កម្ពុជាទាំងអាវុធធ្ងន់ស្រាលគ្រប់ប្រភេទទាំងយន្តហោះចម្បាំងវាបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាខណៈដែលកម្ពុជាមិនបានធ្វើអីសោះនេះជាលេសប្រកាសសង្គ្រាមរបស់អាចោសៀមដែលឈ្លានពានអធិបតេយ្យភាពរបស់ខ្មែរអញ្ចឹងហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរសូមថ្កោលទោសអាចោសៀមនេះសូមពាវនាវដល់អន្តរជាតិមេត្តាធ្វើការងារនេះលូបដៃមើលក្នុងការដែលចោសៀមឈ្លានពាននិងទន្ទ្រាននិងវាយប្រហារអធិបតេយ្យភាពរបស់កម្ពុជាជាច្រើនលើកច្រើនសារម្ដងហើយម្ដងទៀតបំផ្លាញនៅសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធជាតិរបស់កម្ពុជានេះឬដែលជាទង្វើរបស់ប្រទេសដែលប្រកាសថាត្រូវការសន្តិភាពខ្ញុំអំពាវនាវហើយអំពាវនាវទៀតហើយក៏សូមថ្កោលទោសឲ្យអាចោសៀមវាទទួលទោសទៅតាមអ្វីដែលជាសន្ធិសញ្ញាអនុសញ្ញាផ្សេងដែលវាបានចុះជាមួយនឹងអន្តរជាតិពីព្រោះថាឥឡូវនេះវាពុលហើយវាពុលម្សេវហើយវាពុលក្របហើយវាសបាយវាត្រេកអរសារព័ត៌មានវាធំទូចទាំងអាឆង7ឆង36ឆង8ឆងអីអាអមរិន TV ស្អីរបស់វាកំពុងតែផ្សាយអសបាយថាវាបានវាប្រហារមកលើកម្ពុជានៅពេលដែលវាកាន់តែផ្សាយធ្វើឲ្យអន្តរជាតិកាន់តែឃើញមុខមាត់ដ៏អាក្រក់ជួជាតិរបស់មយាទអាចោសៀមនេះអញ្ចឹងឲ្យពុកម៉ែបងប្អូនសូមលើកទឹកចិត្តដល់វីរៈកងទ័ពរបស់យើង
ដែលការពារអធិបតេយ្យភាពរបស់យើងដែលមកឲ្យបាត់សូម្បីតែ1មីលីម៉ែត្រប៉ុន្តែសួរថាវាប្រើអាវុធយុទ្ធភ័ណ្ឌគ្រប់ទាំងអស់ដែលវាប្រហារមកលើកម្ពុជាម្សិលមិញ12ចំណុចថ្ងៃនេះថែមមកទៀតរហូតដល់ប្រាសាទតាកបីវាបាញ់ក្របវាបាញ់thamពលទៀតពីព្រោះវានៅបកៀកជាមួយយើងប្រហែល20-30ម៉ែត្រទេអាចោនេះវាកំពុងតែឈួតហើយខ្ញុំលើកនេះខ្ញុំធ្វើវីដេអូដោយសារខ្ញុំមានភាពមួយនិយាយខុសត្រូវត្រង់ណាសូមពុកម៉ែបងប្អូនកុំប្រកាន់ប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំជឿចាប់នៅអ្វីដែលវាហ៊ានបំពេញអធិបតេយ្យភាពរបស់កម្ពុជាវាយប្រហារប្រទេសកម្ពុជាខណៈដែលកម្ពុជាអត់បានធ្វើអីខុសជាមួយវាហើយកម្ពុជាមិនដែលចង់បានដីវាសូម្បីតែ1មីលីម៉ែត្រឬក៏ប្រវែងណាសូម្បីតែជំរាកប៉ុណ្ណឹងសៃសក់ប៉ុន្តែវាយកលេសគ្រប់រូបភាពដើម្បីវាយប្រហារកម្ពុជានេះជាទង្វើដ៏អាក្រក់ជួយជាតិខុសសិលធម៌ហើយខុសនឹងសិទ្ធិមនុស្សទៅទៀតហើយអន្តរជាតិឃើញរូបភាពច្បាស់ឃើញរូបភាពនឹងមុខមាត់ដ៏អាក្រក់ជួយជាតិសាហាវព្រៃផ្សៃយងខ្នងរបស់អាចោសៀមនេះវាសាហាវណាស់ពុកម៉ែបងប្អូនអញ្ចឹងហើយសូមមេត្តាបញ្ឈប់នៅអ្វីដែលជាទង្វើដ៏អាក្រក់ជួយជាតិបើមិនអញ្ចឹងទេក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរខ្ញុំថ្កោលទោសអាប្រទេសចោលម៉ាស៊ីនប្រទេសចោលឈ្លានពានទឹកដីរបស់ប្រទេសជិតខាងនេះចាំមើលនៅពេលដែលមីយ៉ាន់ម៉ាកំពុងតែឈ្លានពានទឹកដីឯងចាំមើលឯងដោះស្រាយយ៉ាងម៉េចជាមួយនឹងមីយ៉ាន់ម៉ាមិនក៏ឯងមិនខ្លាំងទៅឯងមិនទៅបាញ់ជាមួយមីយ៉ាន់ម៉ាទៅហើយភូមិភាគខាងត្បូងកំពុងតែប្រកាសឯករាជ្យចង់កាត់ទឹកដី3ខេត្តភូមិភាគខាងត្បូងហ្នឹងឯងធ្វើឲ្យចេញទៅនេះហើយឯងចាំមើលប្រទេសឯងនឹងអាលាយអញថ្កោលទោសថាប្រទេសឯងនឹងអាលាយបើឯងធ្វើបាបប្រជាពលរដ្ឋខ្មែរដ៏ស្មោះត្រង់ដែលអត់មានអាវុធនៅក្នុងដៃត្រូវភៀសសឹកត្រូវរស់នៅក្នុងសភាពលំបាកខណៈពេលដែលសិស្សសាលាតូចតាចកំពុងទៅរៀនទៅសូត្រឯងបើកការវាយប្រហារដោយមិនប្រណីឯងធ្វើនេះខុសសិទ្ធិមនុស្សហើយខុសច្បាប់អន្តរជាតិដែលឯងហ៊ានបំពានអធិបតេយ្យភាពរបស់ប្រទេសដែលនៅជាប់លបងឯងខណៈពេលដែលប្រទេសកម្ពុជាមិនទាន់បានធ្វើអីខុសសោះដូច្នេះហើយសូមពុកម៉ែបងប្អូនថ្កោលទោសចោលសៀមទាំងអស់គ្នាឲ្យវាបញ្ឈប់នៅសកម្មភាពដ៏ព្រៃផ្សៃថោកទាបយងខ្នងរបៀបនេះពិភពលោកមានច្បាប់បើឯងត្រូវការសុខសន្តិភាពបើឯងត្រូវការឲ្យប្រទេសឯងមានសន្តិភាពពិតប្រាកដឯងចូលមកបកស្រាយនៅជុតឆាកអន្តរជាតិមកឯងរត់ទៅរកផ្លូវច្បាប់អន្តរជាតិមកកុំប្រើអំពើព្រៃផ្សៃយងខ្នងកុំធ្វើបងធំនៅអាស៊ានមិនមែនប្រទេសថៃអស់ចាជាងប្រទេសមួយចំនួនក្នុងអាស៊ានទេស្ដាប់ឲ្យច្បាស់កែងលោអាស៊ានទ្រាំបានកទ្រុបឯងដូចមិនចង់និយាយឲ្យពាក្យអសុរោះលើសនេះទៀតសូមពុកម៉ែបងប្អូនលើកទឹកចិត្តបងប្អូនយើងហើយកុំភ្លេចតាមដាននៅអ្វីដែលជាเพจផ្លូវការរបស់ថ្នាក់ដឹកនាំទាំង12เพจហើយជាពិសេសគឺเพจរបស់ក្រសួងការពារជាតិដែលជម្រាបជូនដំណឹងទាន់ហេតុការណ៍និងដំណឹងផ្សេងៗសម្រាប់ពុកម៉ែបងប្អូនជៀសវាងស្ដាប់ព័ត៌មានជាច្រើនដែលជាព័ត៌មានរំភើយជាព័ត៌មាន fake ជាព័ត៌មានអត់ប្រយោជន៍ពីព្រោះអាចោសៀមនេះវាសាងគ្រប់រូបភាពវាបោះ drone ខ្លួនវាបាញ់ drone ខ្លួនវាបាញ់ខ្លួនវាអីខ្លួនវាធ្វើអីខ្លួនវាចោតប្រកាន់កម្ពុជារហូតអាសត្វនេះគឺខូចមែនតើអញ្ចឹងយើងអាចនិយាយបានថាខូចរលេខដាក់គ្មានអញ្ចឹងពុកម៉ែបងប្អូនលើកទឹកចិត្តវិរៈកងទ័ពរបស់យើងទាំងអស់គ្នាហើយសាមគ្គីគ្នាជាទ្រង់មួយថ្កោលទោសអាចោសៀមនេះថ្កោលទោសវាដើម្បីឲ្យអន្តរជាតិកាន់តែឃើញមុខមាត់ពិតរបស់វាពីព្រោះអន្តរជាតិបានផ្សាយហើយថាទង្វើរបស់វានេះគឺព្រៃផ្សៃទង្វើរបស់វានេះគឺកាយសាហាវយងខ្នងណាប្រើគ្រប់រូបភាពទាំងអស់អាវុធយុទ្ធភ័ណ្ឌគ្រប់រូបភាពទាំងទ័ពគោកទ័ពអាកាសទ័ពអីអស់ហើយអញ្ចឹងពិចារណាឡើងវិញបញ្ចប់នៅអេរយាប័តដ៏ព្រៃផ្សៃនេះពីព្រោះពិភពលោកនេះមានច្បាប់ប្រទេសក៏មានច្បាប់ហើយកុំយកកម្ពុជាជាលេសដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជាឈរនៅលើជំហរមួយច្បាស់លាស់មិនរវើរវាយដោយអាមេដឹកនាំ4ខែអនុทินឆានរគុណដែលត្រូវគ្នាជាមួយកងទ័ពបើកការវាយប្រហារទៅលើកម្ពុជាហើយចោទប្រកាន់កម្ពុជាគ្រប់រូបភាពនេះខ្ញុំសូមថ្កោលទោសក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរខ្ញុំសូមថ្កោលទោសអាប្រទេសចោលមួយនេះអានេះចោលតាំងពីពូជវារហូតមកដល់បច្ចុប្បន្នវាអត់នេះមែនវាអត់កែចរិតមែនអញ្ចឹងខ្ញុំសូមធ្វើវីដេអូត្រឹមប៉ុណ្្នឹងជម្រាបជូនពុកម៉ែបងប្អូនបើសិនជាមានអ្វីបន្ថែមទៀតពីការវត្តថ្មីខ្ញុំនៅតែបន្តធ្វើបច្ចុប្បន្នភាពជាបន្តទៀតគណៈពេលនេះសូមអរគុណ